ជំរាបលោកគ្រូនៅក្នុងសម័យចេនឡាប្រទេសកម្ពុជាយើងមានការរីកចម្រើនទៅលើវិស័យអ្វីខ្លះដែរបាទបើយើងពិនិត្យមើលនៅសម័យចេនឡាហ្នឹងមូលដ្ឋានបង្អែកសេដ្ឋកិច្ចធំនៅសម័យចេនឡាហ្នឹងគឺកសិកម្មយើងឃើញមានការធ្វើប្រព័ន្ធធារាសាស្ត្រនៅតំបន់ជុំវិញរាជធានីអ៊ីសានបុរៈឬក៏សម្បូរព្រៃគុកអីហ្នឹងហើយចាប់ពីពាក់កណ្ដាលសតវត្សទី7បាទចាប់ពីពាក់កណ្ដាលសតវត្សទី7ឯមកហ្នឹងយើងឃើញមានការផ្លាស់ប្ដូររាជធានីពីមជ្ឈមណ្ឌលសម្បូរព្រៃគុកហ្នឹងទៅកាន់តំបន់អង្គរម្ដុំជ្រុងនិរដីនៃបារាយទឹកថ្លានៅដែលមានមជ្ឈមណ្ឌលនៅត្រង់វត្តខ្នាតក្នុងស្រុកពួកខេត្តសៀមរាបសប្តាហ៍ថ្ងៃហ្នឹងចាប់ពីក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី1ហ្នឹងមកពីឆ្នាំ652នៃគ្រិស្តសករាជហ្នឹងមកគឺមានការផ្លាស់ប្ដូរមជ្ឈមណ្ឌលអំណាចទៅខាងនោះហើយកន្លែងនោះឯងយើងឃើញមានហាក់ដូចជាកន្លែងដែលពឹងផ្អែកសេដ្ឋកិច្ចសំខាន់ទៅលើវិស័យកសិកម្មដែរតែទន្ទឹមនឹងយើងឃើញមានគ្រួសារមួយដែលលោកClaude Jacquesបានបញ្យល់ថាជាគ្រួសារនៃរាជវង្សអាទិត្យមួយទៀតដែលមានមជ្ឈមណ្ឌលនៅម្ដុំខាងស្រុកស្ទូងក្នុងខេត្តកំពង់ធំសប្តាហ៍ថ្ងៃហ្នឹងគ្រួសារហ្នឹងគឺជាគ្រួសារដែលមានអំណាចដោយសារគេហៅថាមានទ្រព្យសម្បត្តិពីការងារពាណិជ្ជកម្មណាពីមុខរបរពាណិជ្ជកម្មដែលម្នាក់នៅក្នុងចំណោមហ្នឹងឃើញបានคล้ายទៅជាស្វាមីឬក៏ប្តីរបស់ព្រះនាងជ័យទេវីនៅដើមសតវត្សទី7នៃសន្ទុះនៅដើមសតវត្សទី8នៃគ្រិស្តសករាជហ្នឹងបាទអញ្ចឹងទោះបីជាមូលដ្ឋានបង្អែកសេដ្ឋកិច្ចធំទៅលើវិស័យកសិកម្មមែនប៉ុន្តែវិស័យពាណិជ្ជកម្មនៅតែមានអញ្ចឹងដោយសារយើងឃើញមានគ្រួសារដែលមានបានហើយគេចាត់ទុកថាជាស្ដេចដែរដោយសារការប្រកបមុខរបរជាពាណិជ្ជករនៅក្នុងសម័យចេនឡាហ្នឹងបាទចាអរគុណលោកគ្រូចូលលោកគ្រូខ្ញុំឆ្ងល់មួយទៀតតាក់ទងទៅនឹងនៅក្នុងប្រវត្តិសាស្ត្រគេសរសេរថាមានចេនឡាដីទឹកនិងចេនឡាដីគោកតើពាក្យហ្នឹងដោយសារតែការបែកបាក់នគរឬក៏គ្រាន់តែជាពាក្យសម្រាប់សម្គាល់ទីតាំងឬក៏ទីកន្លែងទេលោកគ្រូចា៎បាទមានការបកស្រាយពីរការបកស្រាយមួយទៅតាមប្រវត្តិសាស្ត្របែបប្រពៃណីដែលអ្នកប្រាជ្ញបារាំងគាត់បានសរសេរចងក្រងទុកមកហ្នឹងយើងបានដឹងឮទាំងអស់គ្នាថាគាត់ពឹងផ្អែកសំខាន់ទៅលើប្រភពកំណត់ត្រារបស់ចិនណាប្រភពកំណត់ត្រារបស់ចិនហ្នឹងដែលគេធ្វើការសិក្សាទៅគឺប្រហែលជានៅឆ្នាំ706ដែលមានកំណត់ត្រាចិនបានរៀបរាប់ថាចេនឡាពេលនោះមានការបែកបាក់ជាពីរតំបន់ធំតំបន់មួយជាតំបន់គេហៅថាចេនឡាដីគោកមិនរងទឹកជំនន់ទេនៅរដូវវស្សាហើយចេនឡាមួយទៀតគឺចេនឡាទឹកលិចនៅរដូវវស្សាហើយចេនឡាទឹកលិចហ្នឹងបានបែកបាក់ទៅជាខ្សាត់បុរីតូចជាច្រើនទៀតហើយខ្សាត់បុរីនីមួយហ្នឹងប្រកួតប្រជែងគ្នាដណ្ដើមយកអំណាចអធិរាជដើម្បីគ្រប់គ្រងអាណាចក្រចេនឡានៅតំបន់ភាគទឹកលិចហ្នឹងអញ្ចឹងការអះអាងបែបហ្នឹងគឺគួបផ្សំជាមួយនឹងចំនួនសិលាចារឹកដែលអ្នកប្រាជ្ញបារាំងគាត់ប្រមូលបានពីសតវត្សទី8ហ្នឹងឃើញថាមានតិចតួចមែនទែនចា៎ហើយដល់អញ្ចឹងគាត់ទាញផ្សំជាមួយនឹងប្រភពឯកសារចិនដែលបានរៀបរាប់បែបហ្នឹងទៅក៏យល់ថាចេនឡានៅសតវត្សទី8ចាប់ពីដើមសតវត្សទី8ហ្នឹងគឺមានការបែកបាក់មែនណាហើយទទួលមានសិលាចារឹកមានអីបង្ហាញពីស្ដេចខ្លះដូចជាស្ដេចជ័យសង្ខវរ្ម័ននៅតំបន់ភាគខាងជើងភ្នំដងរែកដែលគេចាត់ទុកថាជាស្ដេចនៅចេនឡាដីគោកអីចឹងទៅហើយឃើញមានស្ដេចនៅភាគខាងត្បូងអីហ្នឹងប៉ុន្តែអត់ច្បាស់លាស់ថាជានរណាមួយក្រៅពីព្រះនាងជ័យទេវីណាហើយដល់អញ្ចឹងជាប្រពៃណីយើងនាំគ្នារៀនថាប្រទេសចេនឡាហ្នឹងគឺមានការចុះទុនខ្សោយនៅសតវត្សទី8ហ្នឹងរហូតដល់មាន
ជ្វាណែនៅចាប់ពីពាក់កណ្ដាលសតវត្សទី8នឹងឯង750ជាងអីហ្នឹងមកចាប់ផ្ដើមមានជ្វាចូលមកលុកលុយដុតសម្ភុវរៈចាប់ព្រះរាជាខ្មែរនៅសម្ភុវរៈហ្នឹងកាត់ព្រះសេរសាហើយនាំយកទៅកោះជ្វាក្រោយមកក៏បញ្ជូនត្រឡប់មកវិញអីចឹងណាហើយបន្ទាប់មកទៀតបានមានវីរៈបរោះគឺប្របាទជ័យវរ្ម័នទី2លោកយាងត្រឡប់មកពីជ្វាដើម្បីបើកយុទ្ធនាការនយោបាយនិងយោធាបរិបរួមចេនឡាអីឡើងវិញអាហ្នឹងគឺជាប្រវត្តិសាស្ត្រជាប្រពៃណីដែលយើងបានដឹងឮកន្លងមកប៉ុន្តែនៅពេលដែលអ្នកប្រាជ្ញបារាំងដដែលហ្នឹងគាត់បានធ្វើការសិក្សាស្រាវជ្រាវជាបន្តពីអ្នកប្រាជ្ញរៀមច្បងរបស់គាត់ជាពិសេសលោកសេដេសណាអ្នកប្រាជ្ញបន្ទាប់មកទៀតហ្នឹងគឺលោកក្លូតសាក់ហ្នឹងគាត់បានធ្វើការសិក្សាទៅគាត់បានសរសេរអត្ថបទគេហៅថាអេទីតកម្ពុជាមួយនៅចុងទសវត្សរ៍ឆ្នាំ1960នេះខ្ញុំមិនច្បាស់មិនដឹងថា68ឬ69ទេណាគាត់បានសរសេរអត្ថបទមួយគាត់ដាក់ថាការិយាដោយហោចៃវរ្ម័នឌឺណានៅក្នុងអត្ថបទព្រះរាជកិច្ចរបស់ព្រះបាទជ័យវរ្ម័នទី2របស់លោកក្លូតសាក់ហ្នឹងលោកបានពន្យល់យ៉ាងវែងឆ្ងាយអំពីបញ្ហាដែលយើងត្រូវគិតពិចារណាឡើងវិញអំពីប្រទេសចេនឡានៅសតវត្សទី8ហ្នឹងណាជាពិសេសគឺនៅក្នុងការសិក្សារបស់គាត់ហ្នឹងគាត់យល់ថាគ្មានជ្វាមកវាយកម្ពុជានៅសម័យចេនឡាហើយចាប់ស្ដេចខ្មែរនឹងកាត់ប្រសេរសាហើយនាំយកទៅកោះជ្វាហើយបញ្ជូនបន្តមកបញ្ជូនសេរសានឹងត្រឡប់មកវិញគឺគ្មានទេគ្មានសាច់រឿងហ្នឹងទេហើយការពិតជាក់ស្ដែងទៅគឺព្រះបាទជ័យវរ្ម័នទី2ហ្នឹងលោកក៏មិនមែនយាងត្រឡប់មកពីជ្វានៅឥណ្ឌូនេស៊ីដែរគឺលោកបានចាប់ផ្ដើមយុទ្ធនាការប្ររួបប្ររួមប្រទេសហ្នឹងតិចម្ដងចាប់តាំងពីឆ្នាំ770នៃគ្រិស្តសករាជហើយអ្វីដែលអ្នកប្រាជ្ញរៀមច្បងគាត់បានអះអាងពីមុនមកហ្នឹងក៏ត្រូវបានគាត់ធ្វើការ criticize ហ្នឹងគេថារិះគន់ស្ថាបនាបន្តមកហើយសម្រាប់ក្រោយមកទៀតនេះតាមការសិក្សារបស់ខ្ញុំហ្នឹងខ្ញុំបានរកឃើញថាមានព្រះរាជាដែលមានឈ្មោះជ័យវរ្ម័នហ្នឹងថែម 2-3 អង្គទៀតនៅក្នុងសតវត្សទី8ដោយសារយើងរកឃើញសាលាចរិតបន្តរហូតមកដល់ថ្ងៃនេះសាលាចរិតនៅសតវត្សទី8ហ្នឹងមិនតិចជាង30ផ្ទាំងទេដែលយើងរកឃើញថ្មីបន្តមកទៀតដែលកាលពីជំនាន់បារាំងគាត់អ្នកប្រាជ្ញបារាំងគាត់ធ្វើការសិក្សាការពីមុននោះចងក្រងប្រវត្តិសាស្ត្រឲ្យយើងការពីមុនថាសម័យចេនឡានៅសតវត្សទី8ហ្នឹងវាអាប់អួរបែកខ្ញែកអីគ្នាហ្នឹងណាចាហ្នឹងហើយអញ្ចឹងទី1គឺយើងឃើញថាមានជ័យវរ្ម័នមួយបើតាមលោក Michael Vickery ថាសោយរាជនៅបន្ទាប់ពីប្របាទជ័យវរ្ម័នទី1លោកសគត់ទៅនៅឆ្នាំ680ហ្នឹងអាចមានជ័យវរ្ម័នមួយទៀតហើយក្រោយមកបានអាចមានពនាងជ័យទេវីហើយបន្ទាប់ពីពនាងជ័យទេវីទៅអាចមានប្របាទជ័យវរ្ម័នមួយទៀតណាគ្រាន់ថាគួរឲ្យស្ដាយដែលយើងបាត់ឈ្មោះរបស់លោកហើយនៅរវាងពាក់កណ្ដាលសតវត្សទី8ហ្នឹងឆ្នាំ756ហ្នឹងមានស្ដេចមួយអង្គទៀតមានឈ្មោះថាជ័យវរ្ម័នដែរហើយបានមកដល់ឆ្នាំ763ខ្ញុំរកឃើញសាលាចរិតមួយនៅលើកំពូលភ្នំបាយ៉ង់ខាងកើតហ្នឹងដែលពីកាលមុនគេដាក់ឈ្មោះថាកំពូលតានុនហ្នឹងខ្ញុំរកឃើញសាលាចរិតហ្នឹងតាំងពីឆ្នាំ1997ហើយអានទៅឃើញមានស្ដេចឈ្មោះជ័យវរ្ម័ននឹងដែរណាជ័យវរ្ម័នទេវៈទៀតផងហើយលោកនៅក្នុងសារីរាជសម្បត្តិហ្នឹងរួចជាស្រេចហើយនៅឆ្នាំ763ណាហើយបន្តមកយើងឃើញមានជ័យវរ្ម័នទេវៈតាមរយៈសិលាចារឹកនៅខាងព្រៃវែងនៅខាងកំពង់ចាមមានជ័យវរ្ម័ននៅឆ្នាំ770នៅខាងកំពង់ចាមដែលលោកក្លូតសាគាត់អះអាងថាជាជ័យវរ្ម័នទី2ហ្នឹងឯងហើយនឹងយើងឃើញប្របាទជ័យវរ្ម័នមួយទៀតដែលខ្ញុំឯកភាពជាមួយលោកក្លូតសាក់ថាជាប្របាទជ័យវរ្ម័នទី2ហ្នឹងនៅឆ្នាំ781ដែលបានធ្វើពិធីបដិស្ថាន
អាទិទេពមួយគឺសេវលឹងឈ្មោះបរមេស្វរវលភៈនៅឯលបែកស្រុតនៅឆ្នាំ781ហ្នឹងហើយនៅលើសាលាចរិតហ្នឹងបានឲ្យដឹងថាប្របាទជ័យវរ្ម័នហ្នឹងលោកជាព្រះរាជាដែរនៅសម្ភុខាងសម្ភុបរៈហ្នឹងប៉ុន្តែបើតាមសាលាចរិតនៅឆ្នាំ803បានឲ្យដឹងថានៅសម្ភុបរៈហ្នឹងគឺមានស្ដេចស្រីទេស្ដេចស្រីជាអ្នកឡើងសោយរាជ្យបន្តបន្ទាប់គ្នាដែលនៅឆ្នាំ803ហ្នឹងស្ដេចស្រីហ្នឹងមានឈ្មោះថាជាស្ថារយាហើយលោកឡើងសោយរាជ្យនៅសម្ភុបរៈហ្នឹងតពីព្រះមាតាដែលមានឈ្មោះថាជយេន្ទ្រវលភាហើយព្រះរាជនីជយេន្ទ្រវលភាហ្នឹងលោកបញ្ជាក់ថាលោកឡើងសោយរាជ្យបន្តពីព្រះមាតារបស់លោកដែលមានឈ្មោះថានរិពេន្ទ្រទេវីណាហើយនរិពេន្ទ្រទេវីហ្នឹងថាឡើងសោយរាជ្យបន្តពីបិតារបស់លោកដែលមានឈ្មោះថាឥន្ទ្រលោកដែលនៅក្នុងប្រវត្តិសាស្ត្រលោកចយសដេគាត់អះអាងថាត្រូវនឹងព្រះបាទបុស្ករៈដែលព្រះបាទបុស្ករៈហ្នឹងគឺជាបុត្រារបស់ពនាងជ័យទេវីជាមួយនឹងនរិបតិតឬក៏នរិបតិន្ទ្រវរមៈដែលជាមេគ្រួសារនៃអ្នករស់ស៊ីចំនួនណាគេថាជាស្ដេចដែលមានទ្រព្យសម្បត្តិច្រើនដោយសារការរស់ស៊ីចំនួនហ្នឹងហើយអញ្ចឹងបើតាមអ្នកប្រាជ្ញដូចជាលោកClaude Zacហើយនិងលោក Michael Vickery គាត់យល់ថានៅសម្ភុបរៈហ្នឹងមានស្ដេចស្រីសោយរាជ្យបន្តគ្នាហ្នឹងរហូតមកដល់ឆ្នាំ803ហ្នឹងយ៉ាងហោចណាស់ក៏60ឆ្នាំដែរណាអញ្ចឹងយក60ឆ្នាំដកនឹង803ទៅបានន័យថានៅក្នុងឆ្នាំ740ជាងហ្នឹង43ឬក៏40ហ្នឹងគឺថានៅសម្ភុបរៈហ្នឹងមានស្ដេចស្រីឡើងសោយរាជ្យហើយប៉ុន្តែស្ដេចស្រីសោយរាជ្យក៏ត្រូវការមានប្តីជាប្រុសដែរណាហើយដល់អញ្ចឹងគេចាត់ទុកជាប្តីដូចគ្នាគាត់ថាគាត់មិនមែនជាអ្នកកាន់អំណាចអញ្ចឹងបើនិយាយទៅគឺថាយើងរកមិនឃើញថាផុសតាងនៃការលុកលុយរបស់ជ្វាមកលើសម្ភុបរៈនៅចុងសតវត្សទី8ហ្នឹងនៅពេលណាទេហើយអាហ្នឹងចាំខ្ញុំវិលត្រឡប់មកបញ្យលសារជាថ្មីតាក់ទងរឿងហ្នឹងខ្ញុំគ្រាន់តែចង់ត្រឡប់ទៅបញ្យលបញ្ជាក់បន្ថែមថាក្រោយពនាងជ័យទេវីសគត់ទៅនៅក្នុងរវាងឆ្នាំ730ឬក៏740ហ្នឹងនៅភាគកណ្ដាលហ្នឹងអាចមានស្ដេចមួយអង្គទៀតដែលឡើងសោយរាជ្យជាប្របាទជ័យវរ្ម័ននឹងដែរពេលព្រោះសិលាចារឹកនៅអង្គរបូរីមួយទៀតខ្ញុំភ្លេចលេខការដែលលោក Dominic Goodall គាត់បានធ្វើការសិក្សាហើយបោះពុម្ពផ្សាយហ្នឹងគឺប្របាទជ័យវរ្ម័នហ្នឹងសោយរាជ្យគឺនៅរវាងពាក់កណ្ដាលភាគទី1នៃសតវត្សទី8ហ្នឹងឯងបានន័យថាក្នុងរវាងឆ្នាំ730ទៅ750អីហ្នឹងហើយបន្ទាប់មកមានស្ដេចជ័យវរ្ម័នមួយទៀតនៅពាក់កណ្ដាលសតវត្សទី8ហ្នឹងអញ្ចឹងយើងឃើញថាមានស្ដេចនៅសតវត្សទី8ហ្នឹងយ៉ាងហោចណាស់ក៏4អង្គដែរជាស្ដេចធំជាអធិរាជចំណែកស្ដេចដែលនៅខាងសម្ភុបរៈដែលគេគិតថាជាស្ដេចឯករាជ្យដែរនោះការពិតមិនមែនជាស្ដេចឯករាជ្យទេគ្រាន់តែជាស្ដេចនៃតំបន់នៃអាណាចក្រតូចណាអញ្ចឹងត្រឡប់មកវិញគឺថាតើហេតុអីបានជាចិនបញ្យល់ថាស្រុកខ្មែរនៅដើមសតវត្សទី8ហ្នឹងមានការបែកបាក់ជាពីរបែបហ្នឹងនេះប្រហែលជាមកពីចិនហ្នឹងអត់បានយល់ពីរចនាសម្ព័ន្ធនៃការគ្រប់គ្រងអំណាចដូចខ្ញុំបានជម្រាបពីខាងដើមអញ្ចឹងថារាជាធិរាជនិយមនៅស្រុកខ្មែរយើងតាមរបៀបឥណ្ឌាហ្នឹងគឺមានស្ដេច3កម្រិតដូចបាននិយាយហ្នឹងហើយស្ដេចទាំង3កម្រិតហ្នឹងនៅរក្សាទុកនៅរាជស័ព្ទរបស់ខ្លួនអត់ដូចនៅស្រុកចិនទេស្រុកចិនគេលុបចោលគេហៅថារាជស័ព្ទឬក៏អីហ្នឹងតាំងពីជំនាន់មហាឈិងបានបង្រួមទឹកដីចិនឲ្យទៅជាចក្រភពធំមួយតាំងពីប្រមាណ500ឆ្នាំ400មកឆ្នាំ400ជាងមុនគ្រិស្តសករាជនឹងទៅទៀតតែអញ្ចឹងហើយប្រព័ន្ធនៃការគ្រប់គ្រងខ្មែរហ្នឹងវាខុសគ្នាពីចិនអាចអ្នកកត់ត្រាចិនហ្នឹងគាត់យល់ច្រឡំដោយសារឃើញស្ដេចត្រាញ់ឬក៏ស្ដេចនៃអាណាចក្រតូចដែលរណបឲ្យស្ដេចអធិរាជធំនៅចំកណ្ដាលមួយទៀតហ្នឹងគាត់ប្រើរាជស័ព្ទដែរហ្នឹងគាត់យល់ថាស្ដេចហ្នឹងជាស្ដេចឯករាជ្យហើយទៅឃើញស្ដេចមួយទៀតប្រើរាជស័ព្ទដូចគ្នាហើយមានរបៀបរបបអីគេហៅថា
គណៈរដ្ឋមន្ត្រីតូចមួយរបស់ព្រះអង្គរៀងខ្លួនអញ្ចឹងទៅក៏យល់ថាស្រុកខ្មែរហ្នឹងបែកបាក់ហើយបើតាមលោក Claude Jacques ដដែលគាត់បានពន្យល់ព្រមទាំងលោក Michael Vickery គាត់ជាអ្នកបន្ថែមហើយខ្ញុំសង្យកគំនិតរបស់លោកទាំងពីរហ្នឹងយកមកពន្យល់ថាការពិតនៅសតវត្សទី18ហ្នឹងសំទោសសតវត្សទី8ហ្នឹងនៅសម័យចេនឡាហ្នឹងគឺស្រុកខ្មែរតំណងជាគ្មានការបែកបាក់អីធំដុំទេដោយសារអីគេឃើញមានការអភិវឌ្ឍរចនាបថប្រាសាទថ្មីបន្តមកទៀតយ៉ាងហោចណាស់គឺមានចំនួន3រចនាបថបន្តមកទៀតណាគឺថាមានរចនាបថកំពង់ព្រះមានរចនាបថព្រៃក្មេងដូចជាមានរចនាបថគូលែនឡើងមកមួយទៀតនៅចុងសតវត្សទី8អីហ្នឹងណាហើយគាត់បញ្យល់ថាប្រាសាទដែលបានកសាងឡើងនៅក្នុងរចនាបថកំពង់ព្រះរចនាបថព្រៃក្មេងហ្នឹងគឺគេរកឃើញមានទាំងនៅខាងតាកែវនៅខាងភាគខាងត្បូងរកឃើញនៅខាងកំពង់ធំរកឃើញនៅខាងពោធិ៍សាត់នៅខាងបាត់ដំបងហើយនឹងរកឃើញនៅភាគខាងជើងភ្នំដងរែកគាត់បានបញ្យល់ថាបើសិនជាសភាពការប្រទេសចេនឡានៅពេលនោះមានការបែកបាក់កាប់ចាក់គ្នានោះអ្នកស្រុកច្បាស់ជាអត់មានទ្រព្យសម្បត្តិអីសម្រាប់ទៅកសាងបដិមាកសាងប្រាសាទហើយថ្វាយខ្ញុំបម្រើថ្វាយស្បៀងអាហារថ្វាយដីធ្លីអីដល់អាទិទេពដើម្បីបង្កើតជាមូលនិធិសម្រាប់ប្រាសាទនីមួយហ្នឹងទេប៉ុន្តែផ្ទុយទៅវិញយើងឃើញមាននៅតែមានការកសាងថ្មីបន្តទៅទី2គាត់ថាបើសិនជាភូមិសាស្ត្រនយោបាយវាបែកខ្ញែកគ្នាដាច់ពីគ្នាច្រើនកន្លែងបែបហ្នឹងហើយដូច្នេះអ្នកមនុស្សដែលនៅក្នុងនគរតូចមួយដែលបែកគ្នាហ្នឹងគាត់អត់អាចឆ្លងពីនគរមួយទៅនគរមួយបានទេហើយដូច្នេះគាត់ក៏អត់អាចដឹងថានៅនគរមួយហ្នឹងមានសំណង់សង់មានការអភិវឌ្ឍរចនាបថសិល្បៈថ្មីនៅតាមប្រទេសតូចផ្សេងគ្នានឹងបានដែរប៉ុន្តែផ្ទុយទៅវិញហេតុអីក៏គេឃើញថារចនាបថសិល្បៈដែលគេឃើញនៅតំបន់បាត់ដំបងនៅខាងកំពង់ធំនៅខាងភាគខាងជើងភ្នំដងរែកហើយនៅខាងតាកែវនៅខាងអីនេះវាស្ថិតនៅក្នុងរចនាបថមួយដូចគ្នាមានការចម្លង concept គ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍស្ថាបត្យកម្មថ្មីរបស់ខ្លួនរៀងខ្លួនអានឹងមួយទី2គាត់ថាបើសិនជាគេត្រូវការថ្មណាពីតំបន់ភាគខាងកើតភ្នំកលែនបើសិនជាតំបន់ភាគខាងកើតនៅភ្នំកលែនហ្នឹងវាស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាណាចក្រមួយផ្សេងស្ដេចមួយផ្សេងសួរថាតើអាចតំបន់ផ្សេងហ្នឹងទៅទិញថ្មពីតំបន់ហ្នឹងដើម្បីយកមកកសាងមកអភិវឌ្ឍស្រុករបស់ខ្លួនបានដែរឬទេណាចម្លើយគឺថាពិតជាគេមិនអាចធ្វើបានទេណាពីព្រោះបញ្ហានយោបាយដាច់ពីគ្នាមនុស្សមិនអាចឆ្លងពីនគរមួយទៅនគរមួយបានទេពីប្រទេសតូចមួយទៅមួយទៀតបានទេណាអញ្ចឹងសរុបមកវិញគាត់ថាច្បាស់ជានៅសតវត្សទី8ហ្នឹងគឺគ្មានចម្បាំងរាំងជួលហើយក៏គ្មានស្ដេចមួយអង្គគ្រប់គ្រងនគរមួយដាច់ដោយឡែកតូចហើយកាប់ចាក់គ្នាអីដែរបើសិនជាកាប់ចាក់គ្នាសំណង់ទាំងអស់ហ្នឹងអត់អាចកើតមានបានទេណាហើយរចនាបថសិល្បៈហ្នឹងអត់មានការអភិវឌ្ឍតគ្នាអត់មានការច្នៃ concept គ្នាទៅវិញទៅមកហើយពង្រាយនៅលើទឹកដីដ៏ធំធេងហ្នឹងបានដែរណាគាត់បញ្យល់អញ្ចឹងហើយជាក់ស្ដែងបើយើងមើលតាមសិលាចារឹកដូចខ្ញុំបានជម្រាបពីខាងដើមអញ្ចឹងមានស្ដេចបន្តគ្នាសោយរាជរហូតទៅដល់ឆ្នាំ756ឆ្នាំ763មានស្ដេចឈ្មោះជ័យវរ្ម័នហើយឆ្នាំទសវត្ស740ជាងហ្នឹងមានស្ដេចឈ្មោះជ័យវរ្ម័នដែរក្រោយពីពនាងជ័យទេវីនៅតំបន់បារាយទឹកថ្លាស្រុកពួកខេត្តសៀមរាបអីហ្នឹងអញ្ចឹងស្រុកខ្មែរនៅសម័យចេនឡាហ្នឹងវាគ្មានរឿងរ៉ាវបែកបាក់អីធំដុំទេហើយការរីកចម្រើនខាងផ្នែកសេដ្ឋកិច្ចនៅតែបន្តទៅទៀតការចាប់ផ្ដើមអភិវឌ្ឍសំណង់ប្រាសាទគួបផ្សំជាមួយនឹងការអភិវឌ្ឍបារាយទឹកដែលជារចនាសម្ព័ន្ធរបស់ប្រាសាទទៅជាសំណង់ធារាសាស្ត្រធំហ្នឹងក៏ចាប់ផ្ដើមកើតឡើងពីពេលហ្នឹងដែរណាជាតែពង្រីកគំនិតហ្នឹងធ្វើឲ្យស្រះទឹកដែលជាមុខងារបម្រើបញ្ហាសក្ការៈបូជារបស់ប្រាសាទនេះវាคล้ายទៅជាកន្លែងអាងស្តុកទឹកคล้ายទៅជាកន្លែងដែលបម្រើជីវភាពអ្នកស្រុកហើយនឹងបម្រើឲ្យផលប្រយោជន៍វិស័យកសិកម្មហ្នឹងហើយបាទ
ចាំមានន័យថានៅសម័យនោះប្រជាជនគាត់មានជីវភាពធូរធារដែរលោកគ្រូ បាទបើយើងមើលតាមរយៈគាត់មានទ្រព្យសម្បត្តិសម្រាប់បូជាថ្វាយដល់អាទិទេពយ៉ាងច្រើនហ្នឹងឯងគឺជីវភាពរបស់គាត់គឺធម្មតាធូរធារគាត់មានស្បៀងអាហារសល់លើសពីតម្រូវការនៃការហូបចុកប្រចាំថ្ងៃរបស់គាត់បានគាត់អាចបរិច្ចាគសម្រាប់អាទិទេពសម្រាប់អីចឹងបាន